ពេលដែលខ្ញុំមកបរៀនខ្ញុំឃើញប្រជាជនម្ដងទឹកហ្នឹងពីមុនហៀងពិបាកខ្លាំងមែនតើហ្មងពិបាកផ្លូវក៏ពិបាកហើយទៅពេលយ៉ាងជិះម៉ូតូក៏ពិបាកដូចគ្នាដើរក៏ពិបាកជិះម៉ូតូក៏ពិបាកជាពិសេសមនុស្សចាស់ជរាអីហ្នឹងគឺពិបាកខ្លាំងហ្មងហើយដងទឹកដឹងហើយយើងដងដាក់អាដបទឹកអាកដងអី1លីត្រ2លីត្រអីហ្នឹងពួកគាត់ស្ពាយនឹងកផាមកចុះឡើងធ្ងន់ដោយសារតែទឹកដងអញនិយាយបានថាឆ្ងាញ់ព្រោះអីទឹកដងនេះទឹកដងធម្មជាតិមានជាទឹករបៀបថាយើងមានកឡុកមួយហើយនឹងទឹកបំពង់ហូរចាថ្ងៃអញមើលបាននិយាយទៅងាយស្រួលមែនតើយើងឃើញទស្សនភាពនឹងផ្ទាល់យើងអាចបកកៅអៅបានអាចដងទឹកបានខាងលើនោះគេដងទឹកបងខាងនេះមួយទឹកអីបានធម្មតាតងាឡាអស់ងាយស្រួលបងក្នុងថាពេលដែលថាថ្ងៃដោតទ្រូងដើមប៉ុណ្ណាថ្ងៃរ៉ែប៉ោចកៅអៅរយៈងាយស្រួលបងពេលថ្ងៃប៉ោចឡើយណាតែពេលបកកៅអៅហើយយើងយកទៅលើហ្មងឬក៏យើងហាលនៅនឹងអូនតាមចិត្តគាត់ថាហាលនៅនឹងក៏បានអត់ហាលនៅនឹងក៏បានតែស្ពាយឡើងទៅលើក៏បានដែរនៅខាងនោះទឹកសម្រាប់ដងផឹកបងនៅនេះបកកៅអៅចាកន្លែងនេះគឺជាកន្លែងតែប្រជាជនខាងភូមិក្រេះដងទឹកយកទៅញ៉ាំនេះខាងអណ្ដូងតែគេដងទឹកយកទៅហូបចានោះយើងបោកកៅអៅអីបានធម្មតាសម្រាប់ខ្ញុំប្រជាជនដែលថាបានកម្រងឡាសិត3ជួយជាផ្លូវបេតុងនេះពួកគាត់សប្បាយចិត្តខ្លាំងតែរសាងាយស្រួលក្នុងការជិះម៉ូតូចុះទៅដងទឹកហើយណាមួយទៀតផ្លូវហ្នឹងមិនមែនផ្លូវតែដងទឹកតែមួយមុខទេផ្លូវទៅចកាទៀតនាងខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាលដែលជួយដល់សហគមន៍ភូមិក្រេះរបស់នាងខ្ញុំតាមរយៈគម្រោងឡាសិត3ដែលផ្ដល់ជូននៅខ្សែផ្លូវក្នុងភូមិនិងខ្សែផ្លូវទៅកំពង់ទឹកហ្នឹងខ្ញុំសង្ឃឹមថាតទៅមុខទៀតនឹងធ្វើឲ្យសហគមន៍ភូមិក្រេះរបស់ខ្ញុំកាន់តែរីកចម្រើនតទៅមុខទៀត